បាទថ្ងៃនេះខ្ញុំបានមកដល់ទំនប់ទឹកមួយមករាហើយខ្ញុំនឹងមានវីដេអូវែងជាងនេះដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនហើយនេះជាវីដេអូបន្តទៀតដើម្បីក្នុងការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយវីដេអូនេះសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់ក៏ដូចជាអ្នកដែលគាត់ចង់មើលឬក៏តាមដាននៅវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយគាំទ្រក៏ដូចជាការជាវឬក៏ចុច Subscribe នៅវីដេអូថ្មីៗរបស់ខ្ញុំដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំផងដែរដើម្បីផលិតវីដេអូថ្មីៗបន្តទៀតសម្រាប់ជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញនៅទស្សនវិជ្ជាឬក៏ជាកន្លែងតំបន់រមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរបាទហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរចេញពីផ្សារកំពង់ថ្មដោយឆ្ពោះទៅរមណីយដ្ឋានស្ទឹងជីនិតដែលស្ថិតនៅក្នុងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំយើងហើយនេះយើងបានមកដល់ច្រកចូលហើយពុកម៉ែបងប្អូនដោយយើងចេញពីផ្សារកំពង់ថ្មប្រហែលជាដីកន្លះគីឡូម៉ែត្រទេបាទហើយនេះជាច្រកចូលតាមផ្លូវបេតុងមួយហើយយើងឃើញពីទស្សនវិជ្ជានៅតាមផ្លូវគឺពោរពេញទៅដោយធម្មជាតិខៀវហើយស្រស់បំព្រងមែនតើបាទហើយអ្វីដែលសំខាន់ខ្ញុំក៏ចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានស្គាល់ឬទីតាំងដែលជាកន្លែងសម្បូរអឺធនធានធម្មជាតិបាទហើយយើងដឹងហើយថានៅតំបន់រមណីយដ្ឋានតែងតែមានភ្ញៀវទេសចរប្រជាពលរដ្ឋដែលគាត់រស់នៅជិតឬក៏មកទីឆ្ងាយគាត់តែងតែមកលេងកម្សាន្តនៅទីនោះផងដែរដើម្បីជាការលំហែក្នុងការសម្រាកពីការងារហើយនេះយើងចិត្តបានទៅដល់នៅកន្លែងទំនប់ទឹកមួយមករាហើយយើងឃើញអំពីទស្សនវិជ្ជានៅតាមដងផ្លូវឃើញថាមានបងប្អូនឬក៏ប្រជាពលរដ្ឋគាត់បានទៅលេងឬក៏ទស្សនានៅរមណីយដ្ឋានមួយនឹងផងដែរហើយនេះជាសកម្មភាពមួយក្នុងការចែករំលែកទៅកាន់ពុកម៉ែបងប្អូននេះយើងបានមកដល់ទីតាំងដែលយើងបានប្រាប់ពុកម៉ែបងប្អូនហើយគឺស្ទឹងជីនិតដែលស្ថិតនៅខាងឃុំបាឡាំងហ្នឹងបាទចិត្តកំពង់ថ្មទៅបាទហើយមុនដែលយើងចូលហ្នឹងគឺយើងត្រូវបង់ថ្លៃមនុស្សម្នាក់គេយក1000បាទហើយនេះយើងឃើញឲ្យទស្សនវិជ្ជានៅក្នុងបរិវេណគឺឃើញមានទឹកហូរហើយជាធម្មតាបើសិនជាពេលបុណ្យទានគឺមនុស្សគាត់អឺមកលេងច្រើនដូចជាចូលឆ្នាំឬក៏ភ្ជុំអីជាដើមហើយយើងឃើញពីទស្សនវិជ្ជាហើយមានការលក់ដូរហើយក៏ឃើញពីទស្សនវិជ្ជាឃើញថាស្រស់ស្អាតសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់មកលំហែពេលល្ងាចបាទហើយខ្ញុំទៅហ្នឹងប្រហែលរយៈពេលម៉ោង2ម៉ោង3ទេអត់សូវមានបងប្អូនគាត់ទាន់មកលេងទេប្រហែលជាម៉ោង4 5 6អីហ្នឹងបងប្អូនគាត់មកទស្សនាគាត់មកថតរូបអីគឺត្រជាក់បាទហើយអានេះជាវីដេអូទី1ហើយនឹងខ្ញុំនឹងបង្ហាញវីដេអូទី2ដែលខ្ញុំនឹងទៅទំនប់ទឹក6មករាបន្តទៀតហើយខ្ញុំនឹងចែករំលែកទៅកាន់ពុកម៉ែបងប្អូនបន្តទៀតហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមគាំទ្រនៅវីដេអូរបស់ខ្ញុំហើយយើងឃើញហើយទស្សនវិជ្ជានៅទំនប់ទឹកមួយមករានេះគឺបន្សល់ទុកតាំងពីជំនាន់នពតមកម្លេះបាទហើយបន្តហ្នឹងគឺអឺខាងរដ្ឋាភិបាលយើងបានកសាងធ្វើជាទំនប់ទឹកដើម្បីស្តុកទឹកសម្រាប់ផ្ដល់ជូនជាបរដ្ឋនៅការធ្វើកសិកម្មដាំស្រូវដាំដំណាំអីចឹងណាបងប្អូនបាទហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយគាំទ្រហើយជួយចែកចាយឬក៏ជួយ share វីដេអូនេះដើម្បីជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានឃើញបានហើយរាល់វីដេអូរបស់ខ្ញុំធ្វើនេះគឺយើងធ្វើឡើងដើម្បីជាការចែករំលែកនៅរមណីយដ្ឋានផ្សេងៗហើយយើងក៏បានមកហូបអង្គុយហូបអីបន្តិច
ដើម្បីយកកម្លាំងហើយយើងបន្តទៀតបានហើយនេះជាពងទាកូនដែលខ្ញុំបានហូបហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណហើយសូមជម្រាបលា